សួស្តីអ្នកទាំងអស់គ្នាវីដេអូនេះខ្ញុំចង់បង្ហាញតាក់ទងជាមួយនឹង patch ហើយ put តែពិតដូចគ្នាទេសម្រាប់ update ឬក៏ modify data អញ្ចឹងណាអឺអញ្ចឹងឥឡូវយើងគិតលើ patch ទៅក៏វាបានដែរដោយសារតែ patch គឺគេចង់និយមន័យចង់សំដៅថាយើង update field មួយណានៅក្នុង table របស់យើងបំផុតបានណាយើងប្រើ update ម្ដងទាំងអស់ក្នុងហ្នឹងយើងបោះម្ដងម្ដុំហ្មងផាច់យើងបោះមួយបានអញ្ចឹងយើងចូលទៅដល់ controller យើងដដែលហើយយើងប្រើ decorator ដែលបានប្រាប់ទៅ function យើងគឺ patch ហើយយើងបោះparam id ហើយនៅក្នុង function របស់យើងគឺវាត្រូវការមាន param ចាប់ id ហ្នឹងមួយហើយមួយទៀតគឺយើងត្រូវការមាន param មួយទៀតសម្រាប់ចាប់ body របស់យើងដែរអញ្ចឹងនៅក្នុង patch វាខុសពីការ create គឺវាមាន id ដោយសារតែវាត្រូវរក data ចាស់ដើម្បី update data ថ្មីអញ្ចឹងវាមាន param id វាមាន body អញ្ចឹងតកតង param id ហ្នឹងដូចខ្ញុំបញ្ចូលនៅក្នុង file one ហើយវាដូចគ្នាទេបើន័យថាវាត្រូវការមាន key ចាប់តាមរយៈ key ហើយអាសាចូលទៅក្នុងfield របស់យើងនេះ param របស់យើងនេះអញ្ចឹងពេលយើងចាប់ហើយយើងបោះចូល update មកហើយ body ក៏យើងចាប់មកដែរតែឥឡូវយើងចូលទៅមើល class របស់យើងសិនអញ្ចឹងនៅក្នុង class របស់យើងនេះខ្ញុំ run ចេញពីខាងក្នុងរបស់ auto generate របស់នេះហ្នឹងអញ្ចឹងវា auto extend partial type របស់ create user DDO បានន័យថាគ្រប់ field ទាំងអស់នៅក្នុង user DDO នឹងកែទៅជាប្រភេទ optional បានន័យថាមួយណាក្នុងហ្នឹង field ដែលយើងមិនមែនជា optional field ទាំងអស់វានឹងដូរទៅជា optional field ទាំងអស់បានថាបោះមួយណាមកក៏បានដែរអញ្ចឹងបន្ទាប់មកទៀតយើងចូលដល់ update service អញ្ចឹងនៅក្នុង update នេះគឺយើងត្រូវការហៅ repository របស់យើងអញ្ចឹងជាធម្មតានៅក្នុង update នេះវាត្រូវការ criteria ហើយវាត្រូវការ partial entity បានន័យថា field ដែលត្រូវ update អញ្ចឹងអានេះគឺយើងបោះ id ទៅហើយ partial entity របស់យើងគឺយើងដាក់ update DTO ទៅអញ្ចឹងបន្ទាប់មកយើង save យើងនឹង rerun ហើយយើងនឹង update តេស្តសាកមើលតើវាត្រូវមែនអត់អញ្ចឹងយើងមាន patch id យើងមានមួយទេហើយ body យើងអាច copy ពីនេះបានជប់ខ្ញុំ copy ពីនេះមកកុំឲ្យយឺតពេលអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំ cut សិនយើងយកដាក់កូដ1 2 3 submit មកអញ្ចឹងវា effect មួយអញ្ចឹងចង់ដឹងថាវា update មែនអត់យើងអាច get user នេះក៏បាននេះវានឹង load code 1 2 3អញ្ចឹងយើង update success ចាឥឡូវវា flash ដែរវា cat អញ្ចឹងហៅថាខ្ញុំផាសអានេះមកវិញមកហើយខ្ញុំដាក់ cat 1 2 3ដែរអញ្ចឹងវា effect ហើយអញ្ចឹងយើង get data ម្ដងទៀតមកអញ្ចឹងវា load cat 1 2 3អញ្ចឹងក្នុងការ update data patch ឬក៏មួយទៀតដែលផុតហ្នឹងដូចគ្នាទេខ្ញុំមិនចង់ធ្វើពីរដងអញ្ចឹងគឺវា successful ហើយអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំហើយជួយ like ជួយ subscribe ជួយ share ហើយកុំភ្លេចតាមដានវីដេអូនៅវីដេអូបន្តទៀតអរគុណច្រើន